អរគុណមែនតើលោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបបងប្អូនចំនួនទី4សប្តាហ៍ទី2ចាថ្ងៃនេះហាក់ដូចជាស្ដាប់គេហៅថាបានច្រើនហើយអ្វីដែលបងចង់ warm up បន្តិចទេពួកយើងស្ដាប់ទៅឃើញពីរបៀបធ្វើនៅក្នុងជីវិតទេអូនមែនតើការរៀនដែលសាមញ្ញបំផុតគឺរៀនឲ្យធ្វើនៅអាសកម្មភាពតិចៗនឹងឯងតោះនេះអូនហើយអនឯងសម័យមើលថាលទ្ធផលជីវិតដែលវាធំកើតឡើងទៅបានហ្នឹងគឺអារឿងតិចបន្តិចដែលយើងប្រហែសរាល់ថ្ងៃនឹងឯងរឿងចរាចរណ៍រឿងសម្រាមណារឿងពេលវេលាបន្តិចហ្នឹងប៉ុន្តែវាសន្សំជាទម្លាប់អាក្រក់ក្នុងការរស់នៅសំខាន់នេះអូនបងដឹងថាពេលដែលយើងស្ដាប់ message របស់លោកគ្រូកន្លងមកតាម social media ឬក៏តាមរយៈ YouTube ក្តីណា Facebook ក្តីប្រហែលជាយើងឮ concept ធំមួយចំនួនដែលចេញទៅណាដោយឡែកសម្រាប់ពួកយើងថ្ងៃនេះប្រហែលជាយើងបានស្ដាប់ឃើញចំណុចមួយចំនួនដែលយើងយកទៅប្រើបានហ្មងសម្រាប់ជីវិតមានន័យថាឧទាហរណ៍ថាពេលអូនចូលបន្ទប់ទឹកពេលយើងចូលទៅឃើញបន្ទប់ទឹកនឹងអត់ស្អាតទេហើយយើងកន្លងមកយើងអាចចូលទៅភ្លាមឃើញវាអត់ស្អាតយើងចេញមកទាំងអាអត់ស្អាតហ្នឹងវានៅតែអញ្ចឹងណាព្រោះយើងគិតថាមិនមែនខ្ញុំអ្នកធ្វើឲ្យកក្រិចផងហ្នឹងពេលនោះយើងបាត់ leadership ខ្លួនឯងមួយយើងបាត់ជា change maker មួយយើងមិនមែនជាចំណែកនៃដំណោះស្រាយទេយើងជាចំណែកនៃបញ្ហាដែរតោះនេះអូនអញ្ចឹងអានតឹងអានតិចហ្នឹងឲ្យយើងមានអាទម្លាប់ថាអញ្ចេះពេលចូលបន្ទប់ទឹកសាធារណៈក្តីឬក៏បន្ទប់ទឹកយើងនេះក្តីបើឃើញกระดาษនឹងជ្រុះឬក៏វាកក្រិចអូនឯងអាចសម្អាតវាបានអត់ឲ្យយើងចេញមកវាស្អាតត្រឹមយើងណាអានឹងជាទម្លាប់មួយដែលទម្លាប់ល្អក្នុងការរស់នៅបើយើងមានអញ្ចឹងយើងគិតដល់អ្នកប្រើបន្ទាប់ទៀតអ្នកក្រោយទៀតគិតដល់អ្នកប្រើបន្ទាប់ទៀតមិនត្រូវកក្រិចត្រូវទេហើយអានឹងបើមិនមែនជាយើងតើគួរជាអ្នកណាត្រូវអត់អូនបើមិនមែនជាយើងគួរអ្នកណាបើយើងអ្នករៀនប៉ុណ្ណឹងហើយយើងធ្វើអានឹងអត់បានបើមិនមែនជាយើងទេតើគួរជាអ្នកណាយើងសាកសួរអញ្ចឹងមើលអញ្ចឹងបានបងសនំពរជារួមទៅឲ្យគ្នាយើងស្ដាប់អ្វីដែលលោកគ្រូបានលើកហើយយកវាមកគិតពិចារណាថាយើងជាកោសិការបស់សង្គមទៅគេយើងម្នាក់ហ្នឹងគឺជាផ្នែកសំខាន់នៅក្នុងសង្គមតែការផ្លាស់ប្ដូរមិនអាចទៅម្ដងទាំងអស់ទេព្រោះដោយសារអីវាមានអ្នកមករៀនមានអ្នកមិនទាន់រៀនមានអ្នកដឹងមានអ្នកមិនទាន់ដឹងមានអ្នកដឹងហើយធ្វើមិនកើតហើយមានអ្នកដឹងហើយមាន commitment ហើយធ្វើកើតអាអ្នកហ្នឹងទេអ្នកចុងក្រោយហ្នឹងទេដែលដឹងរឿងត្រូវធ្វើរឿងដែលបានដឹងហ្នឹងឲ្យត្រឹមត្រូវហើយធ្វើដោយការយល់ឃើញត្រូវបងលើកឧទាហរណ៍ថាបើក្នុងករណីយើងមានវិន័យទៅលើបរិស្ថានសម្រាមរឿងសម្រាមមួយគឺអាចជ្រុះទៅលើដៃយើងហ្មងណាសឹងតែយើងញ៉ាំដបទឹកសុទ្ធហើយយើងអស់ក៏ដោយក៏យើងទុកក្នុងកាបូបទុកក្នុងកតាបហើយយើងកាន់រហូតធុងសម្រាមមិនយើងដាក់យើងមិនងាយឲ្យយើងបោះព្រុសហ្មងទេមិនងាយគឺមិនធ្វើហ្មងហើយបើក្នុងករណីមួយទៀតបើយើងមានការតាំងចិត្តមាំទៅលើសម្រាមឬវិន័យលើសម្រាមហ្នឹងទោះបីជាយើងញ៉ាំអីហើយយើងខ្ចប់វាឲ្យស្អាតហើយមានអ្នកដតីគេថាយើងចូលគេថាគេបោះគ្រប់តែគ្នាហ្នឹងបោះទៅបងលើឧទាហរណ៍ពេលខ្លះយើងអាចទៅមួយមិត្តភ័ក្តិឬក៏ទៅជាមួយអ្នកដែលគាត់ទៅជាមួយអ្នកណាក៏ដោយតែគាត់គេហៅថាធ្វើអីច្រើនតែចោលអញ្ចឹងណាឲ្យអូននឹងធ្វើជាអ្នកចាប់ផ្ដើមមកជា change maker តោះនេះអូននេះគឺអ្វីដែលយើងអាចប្រើបានតោះនេះហើយកុំព្រោះតែគេអញ្ចឹងដែរខ្ញុំអញ្ចឹងដែរអត់ទេសូមឲ្យមានការតាំងចិត្តមាំថាវាជារឿងត្រឹមត្រូវដែលក្នុងនាមជាប្រជាពលរដ្ឋម្នាក់មានវិន័យទៅលើបរិស្ថានតោះនេះហើយជារឿងដែលសាមញ្ញបំផុតក្នុងជីវិតដែលមិនពិបាកធ្វើតតែសោះឲ្យតែយើងមានការយល់ឃើញត្រូវហើយយើងតាំងចិត្តមាំតើនេះអូនទី2បើសិនជាមានគេថាយើងគេហៅថាជាមនុស្សដែលធម្មតាពេលយើងធ្វើអីរឿងប្លែកពីពួកម៉ាក់យើងគេតែងតែរឿងសើចំអកតិចទៅត្រូវទេតែបងចង់ឲ្យគ្នាយើងដឹងថាបើយើងអាចធ្វើរឿងដែលត្រឹមត្រូវដោយមិនចាំបាច់គេរំលឹកនេះគឺជាការបង្កើតទម្លាប់ល្អមួយសម្រាប់ខ្លួនឯងតោះនេះអូនចឹងអូនត្រូវបៀលអាទម្លាប់ល្អហ្នឹងឲ្យខ្លួនឯងជារឿយអាបន្តិចហ្នឹងថ្ងៃក្រោយទៅវានឹងคล้ายទៅជាទម្លាប់ល្អមួយដែលឯងមានរបៀបរៀបរយជាងមុនហ្មងណាហើយការងារក៏ឯងចេះគេហៅថាពេលដែលយើងមានទម្លាប់រស់នៅបែបហ្នឹងពេលយើងធ្វើការក៏យើងចេះចាត់ចែងការងារយើងបានល្អជាងមុនដែរហើយក្នុងកម្មវិធីតំពាំងសកលក្តីឬក៏ពេលដែលយើងទៅចូលរួមសិក្ខាសាលាក្តីសូមឲ្យមានទម្លាប់គេហៅថារៀនមើលអ្វីដែលវាជ្រៅជាងពាក្យដែលគេនិយាយណារៀនគិតឲ្យបានច្រើនជាង
យើងគ្រាន់តែលឺព្យាយាមស្ដាប់អត្ថន័យតែហ្នឹងឧទាហរណ៍លោកគ្រូគាត់លើកពីការរស់នៅបែបហ្នឹងអូនឯងឲ្យគិតដល់ថាបើយើងប្រើអាហ្នឹងទៅតែវាជាប្រយោជន៍អីសម្រាប់ជីវិតរបស់យើងទម្លាប់ហ្នឹងវាល្អមិនវាធ្វើមិនហើយរឿងមួយទៀតចរាចរណ៍ក៏ដោយយើងដឹងថាភ្លើងក្រហមត្រូវឈប់ត្រូវទេតែភ្នែកយើងប្រហែលនេះដែលបំពេញពេលខ្លះក្រហមហើយនៅទៅមុខនេះយើងបាច់ឆ្លោះច្រើននេះណៃសាក់ឆ្លោះខ្លួនឯងប៉ុណ្ណឹងមើលហើយយើងបញ្ញវន្តនេះយើងអ្នករៀនតាហេតុអីបានក្រហមណៃអត់ឈប់ដោយសារណៃឃើញគេទៅណៃទៅតាមគេណៃមានវិន័យលើខ្លួនឯងត្រង់ណាកន្លែងហ្នឹងហើយទាំងនៃរឿងហ្នឹងជារឿងដែលត្រឹមត្រូវសោះតោះនេះអូនយល់អ្វីបងនិយាយហ៎បើយើងឆ្លោះលើសកម្មភាពហ្នឹងអូនឯងឈប់ដោយមោទនភាពថាខ្ញុំមិនបានជួយសម្រួលចរាចរណ៍ទេប៉ុន្តែខ្ញុំមិនធ្វើឲ្យគេស្ទះចរាចរណ៍ដោយសារខ្ញុំទេតោះនេះអូនឯងដឹងថាមុខអូនឯងនឹងមានកិត្តិយសអូនឯងប្រទេសកម្ពុជានៅជាមួយអូនឯងឧទាហរណ៍ថាបរទេសគេជិះកង់3ក្តីឬក៏គេនៅក្នុងឡានក្តីស្រាប់តែគេឃើញភ្លើងក្រហមហើយយើងនេះដែលស្ពាយកតាបជានិស្សិតឬក៏ពាក់កៅអៅសជានិស្សិតដែលអ្នកចេះដឹងហើយយើងជិះរំលងច្បាប់ចរាចរណ៍តែពួកគាត់យកឃើញថាម៉េចគឺគ្រឿងឆ្លោះទៅដល់វិន័យរបស់ប្រជាជនកម្ពុជាមិនមែនអូនតែបុគ្គលម្នាក់ទេតោះនេះអូនតោះនេះសូមធ្វើដើម្បីកម្ពុជាធ្វើដើម្បីមុខមាត់ជាតិយើងតាមរយៈអាបន្តិចរងថ្ងៃហ្នឹងបើកបញ៉ាំអីហើយឲ្យតែផុតតែពីមាត់ហ្នឹងបោះចោលតាមផ្លូវទៅពីហើយអ្នកក្រោយនោះជួនកាលគ្រោះថ្នាក់ដោយសារការបោះចោលសម្រាមផ្ដេសផ្ដាស់ហ្នឹងទៀតហើយបើបរទេសឃើញឬក៏អ្នកផ្សេងទៀតដែលគេយល់រៀនឬក៏បងសិស្សច្បងចំនួនទី1ទី2ចាស់ដែលគេយល់ concept ហ្នឹងដូចគ្នាគេគ្រាន់តែឃើញគេមានអារម្មណ៍មិនគេមានអារម្មណ៍ថាយុវវ័យមួយនេះដូចជាអត់មានសិលធម៌ក្នុងការរស់នៅសោះណែបោះចោលសម្រាមផ្ដេសផ្ដាស់អញ្ចឹងពេលអូនធ្វើឲ្យយល់ដល់មុខមាត់ជាតិផងតោះនេះដល់ពេលយើងមានកម្លាំងហ្នឹងអូនឯងធ្វើដោយការយល់ឃើញត្រូវហ្មងមិនមែនឈប់ព្រោះយកលុយទេហើយបើគេថាយើងយកលុយដោយសារឈប់គោរពច្បាប់ចរាចរណ៍ហ្នឹងទទួលយកទៅខ្ញុំលុយអញ្ចឹងព្រោះខ្ញុំមិនបានទៅជួយជាតិអីច្រើនទេប៉ុន្តែមកត្រឹមគោរពច្បាប់ចរាចរណ៍មិនខ្ញុំមិនឲ្យគេពិបាកនិយាយត្រូវទេអូនតោះនេះធ្វើកើតអត់អាហ្នឹងគឺស្មារតីដែលយកទៅប្រើតោះនេះមកចូលរួមកម្មវិធីនេះអូនឯងមកយកអញ្ចឹងទៅដើម្បីជួយឲ្យសង្គមយើងវាល្អតាមបន្តិចដែលអូនចូលរួមហ្នឹងអូនមានតន់ទៅជួយសង្គមអីច្រើនត្រូវអត់មានតន់ទេប៉ុន្តែមកត្រឹមវិន័យលើការគោរពពេលវេលាកម្មវិធីទាំងសកលទោះអូនមិនចង់ក៏ត្រូវតែធ្វើដែរព្រោះជា exercise អូនឯងធ្វើបានតាមិនមែនអូនឯងធ្វើមិនកើតណាអូនឯងឃើញអូនឯងមកបានអត់នេះម៉ោង8គេបិទទ្វារអ្នកមកមិនទាន់នៅតែរឿងអ្នកមកមិនទាន់ប៉ុន្តែសំខាន់យើងធ្វើបានអញ្ចឹងយើងមានវិន័យមួយបានហើយនៅសាលាយើងគេលយយើងឆក់ល្វែងប៉ុន្តែមកទីនេះមិនអូនធ្វើបានមួយมันមានវត្តមាននៅនឹងត្រូវអត់អាហ្នឹងយើងក៏ប្រកែយើងក៏ធ្វើបានសំខាន់លើការតម្រង់ត្រូវណាណែវិន័យលើសម្រាមគ្នាយើងភាកច្រើនដូចជាមិនសូវផ្ដេសផ្ដាស់រឿងសម្រាមទេមកនេះយើងចេះទុកដាក់សម្រាមបានល្អហើយពីមុនដោយសារការបងអ្នកថៃតំពាំងចាំមើលឲ្យតែបងប្អូនណារៀងប្រហែលដកបន្ទុកហើយជំរឿនមានតែ2ដាក់បន្ទុកថែមហើយដកបន្ទុកវិញតែប៉ុណ្្នឹងឯងដល់ពេលអញ្ចឹងយើងកោតក្រែងខ្លះទៅណាទោះយើងមិនទាន់យល់ត្រូវអីប្រហែលប៉ុន្តែយើងកោតក្រែងយើងចេះប្រយ័ត្នអាហ្នឹងក៏ជួយឲ្យយើងមានទម្លាប់ល្អដែរម៉ាក់ប៉ាយើងខ្លះឃើញយើងខ្ជិះខ្ជាយខ្លះហើយប៉ុន្តែអាការស្ដីណែនាំយើងរឿយហ្នឹងឲ្យយើងចេះប្រយ័ត្នពេលដែលយើងធុញទ្រាន់អត់ចង់ស្ដាប់ពាក្យប្រមាថមើងងាយពីគាត់ណាយើងមានកម្លាំងធ្វើដែរត្រូវអត់សាក់ម៉ាក់ប៉ាអត់និយាយមើលបើមិនទម្លាប់រស់នៅកក្លេចកក្លាក់ត្រូវអត់នេះដោយសារម៉ាក់ប៉ាយើងស្អាតគាត់ចង់ឲ្យកូនល្អមិនគាត់ប្រឹងនិយាយយប់ថ្ងៃពេលខ្លះពាក្យតូចធំខ្លះឲ្យយើងចឹងទៅហ្នឹងសិល្បៈក្នុងការនិយាយឯងប៉ុន្តែជារួមគាត់ចង់ឲ្យកូនល្អតែមើលចេតនាមើលពេលខ្លះពាក្យសម្ដីវាខុសពីចេតនាចង់ឲ្យល្អប៉ុន្តែគ្រាន់តែពាក្យសម្ដីខ្លះมันអាចទៅរស់ភាសាมันអាចនិយាយឲ្យទន់ភ្លន់ផ្អែមល្ហែមបានព្រោះដោយសារតែស្និទ្ធស្នាលគ្នាខ្លាំងចឹងទៅតោះនេះអូនចឹងមិនបងចង់ឲ្យលើកទឹកចិត្តនេះយើងថាពេលខ្លះពាក្យសម្ដីខុសពីចេតនាតោះនេះដោយពាក្យពេចខ្លះលោកគ្រូដាក់រៀងខ្លាំងឲ្យយើងដើម្បីជួយគាស់កំអហ្នឹងទៅឲ្យឆាប់ជាកុំឲ្យនៅរ៉ាំរ៉ៃយូរពេកណែវារៀងចាក់ដោតបន្តិចប៉ុន្តែវាមានន័យចេតនាគឺចង់ឲ្យល្អបើអូនល្អមួយជួយសង្គមនឹងបានល្អច្រើនទៀតតោះនេះតោះអញ្ចឹងមេរៀនដែលយើងផ្ដោតថ្ងៃនេះគឺរឿងវិន័យតោះនេះអូនអញ្ចឹងវិន័យដោយសារលោកគ្រូយើងធ្លាប់លើវិន័យនាំមកនៅជោគជ័យនិងសេចក្តីថ្លៃថ្នូរថាអូននេះ
អូខេអញ្ចឹងអានឹងលែងជាពាក្យទៀតហើយសម្រាប់គ្នាយើងគួរតែយកទៅជាអនុវត្តបែបណាពួកយើងរៀនមកផឹកនេះមានទ្រឹស្ដីច្រើនដែលជាគោលគំនិតក្នុងការអនុវត្តហើយការស្ដាប់បែបនេះមិនមែនយើងរៀនតែទ្រឹស្ដីទេណាអូនពេលដែលយើងមានគោលគំនិតក្នុងចិត្តយកទៅអនុវត្តសតិយើងមាំយើងធ្វើដោយការយល់ឃើញត្រូវហើយបើយើងអត់ស្ដាប់យើងអត់រៀនយើងអត់មានអីយកទៅធ្វើទេតោះនេះអញ្ចឹងតម្លៃនៃការរៀនសូត្រសំខាន់ណាស់ក្នុងការស្ដាប់យកទៅអនុវត្តឲ្យយើងមានគោលគំនិតហើយមានកម្លាំងក្នុងការធ្វើបើយើងអត់ស្ដាប់ត្រូវទេយល់អត់ឃើញត្រូវទេអូនឯងគ្មានកម្លាំងអីធ្វើការទេតោះនេះអាហ្នឹងគឺសំខាន់ហើយនៅយើងនៅសមមេរៀនច្រើន public speaking ក៏យើងត្រូវរៀនជំនាញក្នុងការនិយាយសាធារណៈព្រឹកមិញហ្នឹងតេស្តខ្លះហើយដឹងខ្លួនឯងហើយស្គាល់ខ្លួនឯងថាពិតជាខ្សោយក្នុងការនិយាយលេងនិយាយបានតែនិយាយយកមែនតែនហាក់ដូចជាគាំងនិយាយអត់ចេញទេម៉ាស៊ីនអត់ទាន់ធ្វើការសោះហើយមិនដឹងចាប់ក្បាលកតុយមិនទេហើយសំបីតាពាក្យជំរាបសួរហ្នឹងសឹងតែនិយាយមិនសឹងកើតទៀតឆ្កងទៀតវាអត់ស្វមអត់ទលាប់ណែសំបីតែការសំពះហ្នឹងក៏ស្ទើរដែរដូចរៀងឆ្កងដូចមិនមែនខ្លួនឯងធ្លាប់តែ share set រាល់ថ្ងៃហ៎ធ្លាប់តែ add story រៀងគេហៅថាបើចងេងចងាងលើ social media ធ្វើបានណែរំ TikTok ឬក៏រំបែបគេហៅថាបែបរៀងស្លុយតិចតួចអីចឹងណាអាហ្នឹងធ្វើបានតែបើសំពះជំរាបសួរនិយាយឲ្យតុនផ្លោះអត់ចេះទេរៀងគាំងណាមិនដែរអូនត្រូវទេពេលធ្លាប់ទៅ share ហ្នឹងដាក់ចឹងទៅខ្លាចគេច្រឡំហ្នឹងណាពេលខ្លះយើងវាចង់អកសើមួយខ្លួនឯងហ្នឹងទៅងំអ្នកមើលយើងទៀតអញ្ចឹងយើងមានអារម្មណ៍ភ័យខ្លាចចាព្រោះ comfort zone យើងពីមុនអញ្ចឹង share ងាយណាផុសងាយ drama ងាយដល់ពេលអញ្ចឹងទៅអាត្រឹមត្រូវម្ដងដូចត្រង់ធ្វើចិត្តអត់បានទេមែនអត់អីនិយាយទេលោកគ្រូឲ្យប្រូប៉ុណ្ណេះហើយមែនអត់អីនិយាយទេប៉ុន្តែខ្ញុំធ្វើចិត្តខ្លួនឯងមិនទាន់បានព្រោះ social media ខ្ញុំហុំព័ទ្ធដោយការ drama share set ណាឬក៏យើងអណ្ដែតដងស្នេហាខ្លះចឹងទៅបទចម្រៀង set អីខ្លះយើងចេះ share ចឹងណាយើងថាយើងrelax ចឹងណាប៉ុន្តែ forward បងគិតថាពួកយើងអាយុប៉ុណ្ណេះ17 18ហ្នឹងវ័យគេហៅថាយុវវ័យដែលមានការចេះដឹងហើយតោះនេះអូនអញ្ចឹងបើយើងធ្វើខ្លួនឲ្យថ្លៃថ្នូរតម្លៃយើងវាតាមនឹងដូចគ្នាតោះនេះហើយនឹងឲ្យមានការយកឃើញត្រូវថាការដែលអូន share រឿងមិនល្អច្រើនវាមិនប៉ះពាល់តែខ្លួនយើងទេវាប៉ះពាល់អ្នកមើលនឹងទៀតគេរៀននឹងយើងរៀននឹងគ្មានអីខុសគ្នាផងហ្នឹងបើនិយាយឲ្យស្រួលស្ដាប់គេថាបើស្លុយដូចតែគ្នាហ្នឹងចាំមិនរៀនដូចវាទៅអីពាក្យអញ្ចឹងអូនឯងគិតមើលកុំឲ្យអ្នកអត់រៀនមកថាយើងត្រូវអូនអញ្ចឹងការដែលយើងប្រឹងពង្រឹងខ្លួនឯងឲ្យចេះនិយាយស្ដីឲ្យបានល្អណាទាញខ្លួនឯងមកក្នុង level មួយទៀតប្រវាយ comfort zone អា zone ដែលយើងគិតថាលយល្អពេលខ្លះនៅក្នុងអាការរស់នៅបែបគេហៅថាមិនមែនជាបញ្ញវត្តណាយើងថាហ្នឹង zone ហ្នឹងលយអត់មានអីពិបាកមើលតែក្បាច់គេតិចតួចធ្វើបានចុះអាសាពះជំរាបសួរហ្នឹងអត់រៀនទេចុះណែមកត្រឹមជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយដែរអត់ថ្ងៃនេះខ្ញុំសប្បាយចិត្តមែនតើខ្ញុំបានរៀននៅក្នុងកម្មវិធីទំពាំងសកលហើយខ្ញុំបានចូលរួមនៅសប្តាហ៍ទី2នេះមានលំហាត់មួយដែលលំហាត់ហ្នឹងធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងក្នុងការនិយាយជាសាធារណៈហើយរឿងដែលខ្ញុំបានរៀនពីលោកគ្រូគឺវិន័យផ្ទាល់ខ្លួនបងប្អូនចង់ដឹងអត់ថាលោកគ្រូបានបង្រៀនអីខ្លះទៅតាក់ទងទៅនឹងការមានវិន័យលើខ្លួនឯងរឿងសាមញ្ញមែនតើបងប្អូនទាំងអស់គ្នាទី1គឺមានវិន័យទៅលើការគោរពពេលវេលាបងប្អូនធ្លាប់ឮជាច្រើនហើយថាពេលដែលយើងនិយាយពីពេលវេលាភាគច្រើននៅប្រជាជនយើងភាគច្រើនអត់សូវគោរពពេលវេលាច្រើនទេអញ្ចឹងក្នុងនាមជាយុវជនជំនាន់ក្រោយយើងត្រូវតែគោរពពេលវេលាបានល្អដើម្បីរក្សាកិត្តិយសគេឈ្មោះជនជាតិខ្មែរយើងទៅមុខទៀតនេះឲ្យល្អជាងមុនវិន័យមួយទៀតទៅលើច្បាប់ចរាចរណ៍ភ្លើងខៀវភ្លើងលឿងភ្លើងក្រហមត្រូវដឹងឈប់ត្រូវដឹងទៅមុខមិនត្រូវដឹងប្រយ័ត្នមិនអញ្ចឹងខ្ញុំត្រូវតាំងចិត្តខ្លួនឯងមែនតែនហ្មងនៅក្នុងបេសកកម្មមួយហ្នឹងគឺចាប់ពីថ្ងៃហ្នឹងទៅខ្ញុំត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានល្អអានេះឃើញគាត់តែប៉ុណ្្នឹងឃើញមានប្រយោជន៍អត់ស្រួលទេពេលចេះទៅចង់ចេះអា public speaking skill ហ្នឹងហ៎ចង់អត់មករៀនបានហាហ្នឹងបងពួកបងណែឃើញវីដេអូហើយយើងមិនដែលផុសជារួមទៅទាំងអស់ហើយយើងកាត់តែបន្តិចទេប៉ុន្តែអាខ្លឹមសារមេរៀនខ្លះវាឆ្ងាញ់វាខ្លឹមទៅតែមករៀនដើម្បីឲ្យអ្នកមករៀនអ្នកមានន័យមានតម្លៃតើនេះតើអត់អញ្ចឹងកុំរំពឹងថាអូមិនបាច់មករៀនទេចាំមើលតាមវីដេអូរំពឹងខុសហើយបើចេះអញ្ចឹងចាំបាច់មករៀននឹងត្រូវអី
អត់បានពាល់អារម្មណ៍ត្រូវអត់បានឃើញមុខគ្នាស្រស់ៗចឹងទេតោះនេះអូនអញ្ចឹងអឺពេលដែលពួកយើងយកទៅប្រើអញ្ចឹងវាជួយយើងច្រើននៅ 5S Kaizen រៀបចំរឿងមួយចំនួនបែបជប៉ុនយើងយកមេរៀនពីជប៉ុនខ្លះដើម្បីបរៀនគ្នាយើងនៅ visualization មួយចំនួនដែលយើងគួររៀនណាហើយបើឱកាសល្អទៀតអាចរៀនធ្វើ meditation តិចតួចចឹងទៅដើម្បីជាលំនាំអីចឹងទៅអញ្ចឹងនៅសល់លំហាត់ច្រើននៅសល់មេរៀនល្អច្រើនណាស់សម្រាប់គ្នាយើងតោះនេះអូនអញ្ចឹងបងសង្ឃឹមថាទៅមុខទៀតយើងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព8សប្តាហ៍មិនយូរទេឥឡូវនេះសប្តាហ៍ទី2បាត់ហើយនៅសល់តែ6សប្តាហ៍ទៀតទេហើយសំបីតែលំហាត់ប្រាណក៏សម្រិតសម្រាំងដែរដើម្បីជួយឲ្យយើងចេះសម្រួលសរសៃខ្លួនឯងណែកាយសម្បទាយើងនឹងឲ្យវាមានមូលដ្ឋានរឹងមាំសមរម្យមិនតាន់ខ្លាំងទេអូនប៉ុណ្ណឹងហ៎តោះនេះអូនប៉ុន្តែត្រូវយកទៅវឹកហាត់ថែមនៅផ្ទះណាហើយទៅវិញបងសង្ឃឹមថាអានឹងថ្ងៃហ្នឹងពេលវេលាហ្នឹងវានឹងខ្ល้ายទៅជាប្រវត្តិសាស្ត្រសម្រាប់គ្នាយើងអញ្ចឹងការ post Facebook គឺជាកន្លែង store history របស់ខ្លួនឯងហើយធ្វើសភៅកម្រងអនុស្សាវរីយ៍ឲ្យស្អាតថ្ងៃនេះយើងរកឃើញ top 5ហីបងសង្ឃឹមថានៅសប្តាហ៍ក្រោយអាចមាន top 10មានន័យថាអ្នកដែលបាន top ទាំងអស់គឺបន្ទុកពេញក្រៅពីហ្នឹងបន្ទុកដាក់តាមជាក់ស្ដែងអាចបាន5បាន4បាន3បាន2បាន1តោះនេះអូនចឹង top 5គេនឹងផុសនៅក្នុង page ឯងជាអ្នកណាយើងនឹងឃើញខ្លួនឯងហើយមើលគំរូគេទៅណាអ្នកដែល share កន្លងមកshare មាន caption 5បន្ទុកពេញ caption ល្អត្រូវសាច់រឿងអត់ចេះតែសរសេរណាអាហ្នឹង5បន្ទុកពេញហើយតែបើគ្រាន់តែ share ធម្មតាអាចបាន3បន្ទុកអីចឹងទៅអ្នក comment មានរៀបរាប់អក្សរល្អច្រើន5បន្ទុកពេញតែបើគ្រាន់តែ sticker ឬក៏ comment មួយជួរពីរជួរទេ3បន្ទុកអីចឹងទៅអញ្ចឹងយើងសំទៅអូនសំម្ដងបន្តិចទៅជួនកាលបន្ទុកយើងឡើងកក៏មិនដឹងដែរណាវាអាចអញ្ចឹងណាតោះនេះអូនអញ្ចឹងរាល់សកម្មភាពទាំងអស់ត្រូវបាន record ត្រូវបានកត់ចេញជាបន្ទុកហើយរាល់សកម្មភាពទាំងអស់ក៏ត្រូវបានដកបន្ទុកដែរបើក្នុងករណីអូនធ្វើល្មើសនឹងលក្ខន្តិកៈណាមួយទីហោទុកសម្រាប់ចោលអីចឹងទៅណាឬក៏មានអេរិយាបថណាមួយដែលមិនសមរម្យតើនេះតើអត់ពួកយើងមើលមុខគ្នាតិចមើលមុខគ្នាក្នុងនាមជាខ្មែរតែមួយតិចមើលKSK ណាខ្មែរស្រឡាញ់ខ្មែរណាអូនអាទិត្យក្រោយជួបបងនៅក្នុង session ដំបូងតែម្ដងគោរពទង់ជាតិហើយពងសាវតាខ្មែរហើយបងចាប់ហើយតោះនេះមានន័យថាអូនច្រៀងមិនលឺអូនច្រៀងស្ងាត់អូនច្រៀងខុសអីហ្នឹងពួកយើងកាយរៀននៅវិទ្យាល័យគ្រូហៅឡើងលើដងទង់ជាតិទៅហ៎លើកនេះអាចហៅឡើងលើឆាកអញ្ចឹងណាតោះនេះអូនហើយអូនឯងគិតមើលឲ្យរៀនយូរហើយហ្នឹងរឿងมึงទូចមួយឯងតោះនេះហើយបងដំបូងបងគិតថាពួកយើងប្រហែលជាអាចមានវិន័យលើខ្លួនឯងរឿងហ្នឹងខ្លាំងដោយមិនចាំបាច់ត្រូវនិយាយច្រើនដងប៉ុន្តែជាក់ស្ដែងបងដឹងតែពួកយើងនៅត្រូវការអ្នកថែទំពាំងអញ្ចឹងណោះអញ្ចឹងពួកបងជួយមើលថែគោរពទង់ជាតិពងសាវតាខ្មែរផ្ញើទាំង link ឲ្យទៀតមិនឲ្យ research ខ្លួនឯងទៀតខ្លួនឯងឃើញការយកចិត្តទុកដាក់នឹងប៉ុណ្ណាសម្រាប់ខ្លួនឯងសម្រាប់អូនទាំងអស់គ្នានេះហេតុអីបានយើងនៅតែបដ ாய் ឲ្យវាខុសតើនេះអូនតើណាត់ធ្វើបានទេមើលទៅសប្តាហ៍ក្រោយបងនឹងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយសំឡេងខ្សៅគឺអត់យកទេបើយើងមិនស្រែកឮក្នុងពេលតម្រង់ជួរអូននឹងស្រែកឮម្នាក់ឯងហើយតើនេះអូនយល់ទេណាយកໄວបងនិយាយណាចង់ច្រៀងជាក្រុមឬក៏ចង់ច្រៀងម្នាក់ឯងថ្ងៃនោះបើច្រៀងមិនត្រូវមិនបាច់រៀនទេច្រៀងមួយថ្ងៃនឹងច្រៀងឲ្យត្រូវហ្មងរៀនបានរង្វាន់តើតើអូនរៀនពូកែតើនេះបើគ្រាន់តែយកតែមករៀនហើយរៀនអត់ពូកែនឹងបើករង្វាន់ពីណាទេតើណាបើអូនសូត្រមិនត្រូវទេអូនអាចសូត្រតែម្នាក់ឯងចាណាហើយអ្នកសូត្រត្រូវគេអាចរៀនធម្មតាតែយើងត្រូវបានសូត្រម្នាក់ឯងនៅក្នុងបន្ទប់ណាមួយចឹងទៅឲ្យបងថែរំពាំងអង្គុយស្ដាប់នេះអូនអត់ជាទ្រឹស្ដីទេនឹងអនុវត្តជាក់ស្ដែងឲ្យមើលនៅសប្តាហ៍ក្រោយអូនណាអូខេហើយកុំព្រោះតែរឿងហ្នឹងឈប់រៀនបងនិយាយមែនអូនតែសារខ្ញុំសូត្រពងសាវតាខ្មែរមិនបានខ្ញុំឈប់រៀនកម្មវិធីទំពាំងសកល
កុំអួតអាហ្នឹងទៅគេអីកុំឲ្យគេលឺតនេះខ្មាស់គេមែនតនេះអូនហើយណៃមើលខ្មែរអើយចូលចាំចាក់ថាតាមសាវតាជាតិខេមរាធ្លាប់តែថ្កើងទឹកដីខ្មែរធំទូលំទូលាយណាសពផ្សាយរងរឿងគេឯងតែងលើកដំកើងណាពាក្យពេចទាំងអស់ហ្នឹងពេលអញសូត្រហ្នឹងអូនឯងនឹកឃើញដល់អរិយធម៌វប្បធម៌ខ្មែរដ៏អស្ចារ្យរបស់យើងណាតនេះអូនហាអញកាន់ដៃគ្នាហ្នឹងបលឹងជាតិយើងណាខឹងគ្នាតិចតួចកុំស្អប់គ្នាខ្លាំងពេកតនេះខ្មែរតែមួយដែរណា KSK តអត់អូខេធ្វើបានទេចង់ទៅវិញសម្រាប់ការផុសត្រឹមម៉ោង5ថ្ងៃហ្នឹងតនេះបានបន្ទុកពេញសម្រាប់ caption ល្អរួមទាំងរូបភាពល្អអញ្ចឹងចប់ពីនេះអូន selfie អូនថតមួយលោកគ្រូក្តីឬក៏ថតរូបខ្លួនឯងក្តីផុសទៅឬក៏ចាំយកពី page ទំពាំងគេក៏ផុសរូបគ្នាយើងទៅដែរណាហើយទៅ say caption ឲ្យល្អ screenshot ចូលក្រុមធំហើយនឹងក្រុមដែលយើងមានរៀងខ្លួននឹងឯងដើម្បីមេក្រុមគេនឹងតាមដានពិនិត្យសម្រាប់ការផុសភ្លាមថ្ងៃហ្នឹងប៉ុន្តែរាល់ការផុសផ្សេងនៅក្នុង page ទំពាំងសកលអូនអាច comment អូនអាច share តាមភាពជាក់ស្ដែងទៅ say caption ឬក៏យកមតិយោបល់ផ្សេងនៅក្នុងហ្នឹង screenshot ដាក់គេដែរឲ្យគេមើលដែរតោះនេះអូនព្រោះគេនឹងឲ្យបន្ទុកតាមហ្នឹងណាចឹងការងារយើងតែប៉ុណ្្នឹងទេហើយទៅវិញក្រៅតែពីសភៅកម្រងនុសាវរីយ៍ដែលត្រូវធ្វើអូនត្រូវមានសភៅ notebook មួយទូចចែកពេលរៀនណាស្រួលយកពីកប៉ៅណាកត់ខែងលោយើងវាភ្លេចស្ដាប់អញ្ចឹងចាំល្អដល់ពេលអង្គុយរនឹកវិញភ្លេចហ្មងអូនឯងកុំជឿជាក់លើខួរក្បាលនឹងពេកវាផ្ទុកតិន្នន័យច្រើនតោះនេះអញ្ចឹងអូនមានសភៅទូចបងសុំធ្វើឧទាហរណ៍មួយនេះកូន notebook ចែកឃើញអត់វាស្រួលដាក់តាមខ្លួនត្រូវដកយកមកកត់ហ្មងតោះនេះនឹងពេលរៀនតោះនេះអ្នករៀនអត់មានសភៅមានបេចដូចអ៊ូខុងទៅធ្វើសង្គ្រាមអត់ដំបងជីងកាំងអញ្ចឹងទេតោះនេះអូននេះអញ្ចឹងអាទិត្យក្រោយអានេះចែកថាចេះមិនឲ្យយើងចេះឆ្លាតក្នុងការរៀនដោយខ្លួនឯងតោះនេះអូនបើយើងដឹងថាគួរក្បាលយើងមិនសូវស្ទាត់ទេកត់ទៅដើម្បីបាន quote ល្អជួនកាលពាក្យមួយឃ្លាហ្នឹងផុសជា status អីចឹងទៅក៏ជួយប្រយោជន៍ដល់មនុស្សជាច្រើនទៀតដែរអូខេនៅសមមេរៀនដែលល្អច្រើនណាស់តិចទៀតយើងនឹងស្គាល់ខ្លួនឯងច្រើនជាងហ្នឹងយើងមានគោលដៅយើងមាន living value របស់យើងរៀនកំណត់រៀនទៅសេរៀបចំផែនការគោលដៅហើយមានអតិភិបការងារណាដែលយើងត្រូវបដោតទៀតចេះញែកអាហ្នឹង 5S ទៅលើសម្ភារៈហើយ 5S លើគំនិតទៀតតោះនេះចង់មេរៀនឆ្ងាញ់នៅច្រើនសប្តាហ៍នេះជាសប្តាហ៍ដែលយើងចាប់ផ្ដើមគេហៅថាស្គាល់គ្នាកាន់តែជិតស្និទ្ធអីទៅវិញអនុវត្តឲ្យបាននៅរឿងដែលយើងគួរធ្វើណាបកគោដែលរីកចម្រើននឹងជោគជ័យគឺធ្វើអ្វីដែលត្រូវដែលមិនចាំបាច់គេរំលឹកទេហើយក៏មិនចាំបាច់តតែគេទៅសើបានធ្វើដែរតោះនេះអូនតោះអូនរៀនបង្កើតទម្លាប់ល្អក្នុងការរស់នៅទៅកាដូហ្នឹងអានឹងបើកខ្លួនឯងជាកិត្តិយសជាការឲ្យតម្លៃរបស់អ្នកដទៃហើយនឹងជាការគេហៅថាមានមេរៀនល្អបរៀនកូនតទៀតតែយើងមានទម្លាប់ឬក៏មាយាទខ្ជះខ្ជាយកូនយើងក៏មិនសូវខុសពីយើងហ្មងដែរតើនេះអូនអញ្ចឹងអរគុណម៉ាក់ប៉ាពីចម្ងាយដែរដែលបានបដោះបដាលយើងណែនាំយើងជេរស្ដីយើងខ្លះដើម្បីយើងល្អបានប៉ុណ្ណឹងបើគ្មានគាត់ទេប្រហែលជាយើងអាចយ៉ាប់យើងនឹងអូនណ៎មានគាត់គ្រប់គងគ្រប់យ៉ាងទាំងការហ៊ានសូត្រអញ្ចឹងកុំធ្វើឲ្យគាត់អស់សង្ឃឹមប្រឹងរៀនឲ្យមានចំណេះដឹងពិតនៅក្នុងខ្លួនទៅយ៉ាងហោចណាការនិយាយស្ដីល្អជាងមុនចរិតលក្ខណៈចេះឲ្យតម្លៃអ្នកដទៃជាងមុនហើយសប្តាហ៍ក្រោយនេះរៀនសំពះរៀនញញឹមឲ្យហើយព្រោះមកបងនឹងឲ្យ exercise អានឹងមួយទៀតសំពះជំរាបសួរនិយាយឲ្យទុនភ្លុនមើលធ្វើកើតអត់អញ្ចឹងរៀនឲ្យមើលកញ្ចក់អាញឹមប៉ុណ្ណាស្អាតតើណាអូនអូខេចឹងមានតែប៉ុណ្្នឹងទេទៅយកសភៅរបស់អូនកតាបរបស់អូនហើយបងប្អូនណាមានពេលចង់សម្អាតបន្ទប់ទឹកជួបសាវឿនអូនសាវឿនមកនេះហើយនឹងវិញហាក់ចាំនាំបងប្អូនប្រុសសម្អាតបន្ទប់ទឹកប្រុសស្រីសម្អាតបន្ទប់ទឹកស្រីមិនកកិចខ្លាំងទេប៉ុន្តែបងចង់ឲ្យមានការចូលរួមខ្លះពីគ្នាយើងព្រោះយើងក៏ប្រើប្រាស់នៅនឹងដែរតោះនេះអូនអូខេហើយណាជួយសម្រាមឲ្យបានជួយណាអូខេអ្នកដែលមានពេលតែអ្នកដែលបញ្ញាប់មានការធុរៈអានឹងយើងអាចទៅបានអត់អីទេអរគុណជួបគ្នាប៉ុណ្ណឹងសប្តាហ៍ក្រោយជួបគ្នាម្ដងទៀត